ជាសាច់រឿងមួយដែលរន្ធត់ដែលនឹកស្មានអត់ដល់ហើយសាច់រឿងមួយនេះខ្ញុំបានមកពីមិត្តភ័ក្តិរបស់ខ្ញុំម្នាក់ហើយចៃដន្យនេះខ្ញុំបានស្ថិតនៅក្នុងស្ថានភាពមួយចំនួននៅក្នុងបំណែកនៃសាច់រឿងរបស់គាត់ដែរអញ្ចឹងសាច់រឿងធៀបខ្លួនហើយនៅហើយធៀបខ្លួនហើយទាំងអស់គ្នាបើសិនជាធៀបខ្លួនហើយដដែលស្នើសុំមិនឲ្យជឿទេគ្រាន់តែស្ដាប់ថាកន្លែងណាដែលស្ដាប់ទៅវាគេហៅអង់គ្លេសហៅ make sense ណាដូចស្ដាប់ទៅវាប្រហែលជាមួយនឹងបរិយាកាសមួយហ្នឹងដែលបងប្អូនអាចចាប់ច្បិចកន្លែងណាយកទៅដោះស្រាយនៅបញ្ហារបស់បងប្អូនបានឬក៏កន្លែងណាដែលអាចជួយសម្រួលដល់បងប្អូនបានឬក៏ហេតុការណ៍ណាប្រហែលគ្នាដែលកើតឡើងចំពោះគ្រួសាររបស់បងប្អូនអាចយកអាហ្នឹងទៅពិចារណាបានអញ្ចឹងសាច់រឿងហ្នឹងជាមួយនឹងមិត្តភ័ក្តិខ្ញុំម្នាក់បងឯងជឿថាពេលមនុស្សដែលមិនជឿទៅលើអបិយជំនឿអត់ជឿសូម្បីតែ 1% ជាមនុស្សវិទ្យាសាស្ត្រ1 + 1 ត្រូវតែស្មើ2មិនអាចស្មើអីផ្សេងទេคล้ายទៅជាគុលម្នាក់ដែលជឿងប់នៅលើផ្នែកអបិយជំនឿសាច់រឿងហ្នឹងបានផ្លាស់ប្ដូរជីវិតរបស់គាត់តោះដើម្បីឲ្យបងប្អូនងាយយល់ខ្ញុំនឹងប្រាប់ទម្រង់គេហៅជីវប្រវត្តិសង្ខេបរបស់គាត់បន្តិចបាទចឹងជីវប្រវត្តិសង្ខេបរបស់គាត់គឺគាត់មានអាយុប្រហែលតាណាខ្ញុំដូចគ្នា31 30លំបាក់យើង2និងលំបាក់ពួកយើងនឹងដូចគ្នាអញ្ចឹងគាត់មានបងប្អូន2នាក់គាត់ប្អូនពៅគាត់ជាមនុស្សផុសហើយនឹងបងស្រីរបស់គាត់ដែលមានប្តីមានកូនម្នាក់មានម្ដាយម្នាក់ដែលចាស់ជរាដោយឡែកឪពុករបស់គាត់បានចែកឋានយូរហើយពួកគាត់នៅជាមួយគ្នានៅក្នុងផ្ទះល្វែងមួយនៅទីតាំងនៅក្នុងទីក្រុងភ្នំពេញអញ្ចឹងសមាជិករបស់គាត់ម្ដាយរបស់គាត់អាយុប្រហែលជា60ជាងហើយអញ្ចឹងណាអញ្ចឹងបកក្មួយប្រុសរបស់គាត់វិញអាយុប្រហែលជា6ឆ្នាំ7ឆ្នាំមកនិយាយទៅមកដឹងសាច់រឿងមកដឹងថាមានបញ្ហាអីនៅក្នុងផ្ទះឬក៏មិនហ្នឹងគាត់អាចយល់បានគាត់អាចប្រស្រ័យតាក់ទងបានសួរអីគាត់អាចឆ្លើយបានអញ្ចឹងណាអញ្ចឹងជារួមមកគាត់មានសមាជិក5នាក់ជាសមាជិកគោលដោយឡែកម្ដាយរបស់គាត់ក៏មានអ្នកមើលថែដែរមានអ្នកមើលថែម្ដាយរបស់គាត់ដែរបងស្រីគាត់គឺជាអាជីវករលក់នៅក្នុងផ្សារហើយគាត់ប្រកបរបរផ្សេងមួយទៀតខ្ញុំអត់ចង់ប្រហែលទេតែប្រហែលទៅវាអាចធ្លាយជីវប្រវត្តិផ្សេងទៀតអញ្ចឹងជាទូទៅផ្ទះរបស់គាត់មានអត្តចរិតមួយដែលស្រឡាញ់គ្រួសារអញ្ចឹងឧបមាថាបងជាបងប្អូនរបស់គាត់អញ្ចឹងបើបងមានបញ្ហាអីទៅពឹងពាក់គាត់ដូចខ្វះផ្ទះនៅគាត់អនុញ្ញាតឲ្យផ្ទះនៅហើយនៅប្រហែលនៅមកស្រួលខ្លួនដល់ដំណាក់កាលមួយដែលបងឯងត្រូវទៅបងឯងគិតថាបងឯងរកផ្ទះបានហើយបងឯងអញ្ជើញទៅក៏គាត់អត់ខាត់ដែរនិយាយទៅគាត់ទទួលរ៉ាប់រងនៅសក់ទុករបស់បងប្អូនរបស់គាត់ណាអូខេអញ្ចឹងសាច់រឿងហ្នឹងគឺកើតឡើងនៅពាក់កណ្ដាលឆ្នាំ2022កើតឡើងមកដុំដើមហេតុដំបូងគឺមកដុំឆ្នាំ2022ពាក់កណ្ដាលឆ្នាំឆ្លងមកឆ្នាំ2023ទៅបញ្ចប់សាច់រឿងទាំងអស់អញ្ចឹងសាច់រឿងហ្នឹងគឺអញ្ចឹងនៅពាក់កណ្ដាលឆ្នាំ2022គាត់មានបងប្អូនម្នាក់ដែលឡើងមកពីខេត្តគាត់មានបញ្ហារបស់គ្រួសារឡើងលាក់ដែលខ្ញុំអត់ចង់ទៅស៊ីជម្រៅទេគាត់ក៏មកស្នាក់នៅហើយគាត់ក៏ចេញទៅវិញពួកគាត់ស្រឡាញ់គ្នាណាអត់មានបញ្ហាអីទេផុតពីគាត់មកដល់នេះសុកម្ដាយរបស់គាត់ឈឺធ្លាក់ខ្លួនឈឺហ្មងអាការៈរបស់គាត់គឺរបៀបម៉េចថប់ដង្ហើមអត់សូវមានកម្លាំងគេងអត់សូវស្កប់ទេចឹងមនុស្សចាស់តែអាយុដល់60ឆ្នាំអីធម្មតាទាំងម្ដាយយើងទាំងម្ដាយគេខ្ញុំអត់ដឹងថាបន្ទប់របស់គាត់នៅជាន់ទី1ជាន់នៅទឿឬមិនទេគឺចាប់ផ្ដើមឡើងលេងរួចទេត្រូវបងច្រើនទេឈឺជង្គង់ឈឺអីបាទវាប៉ះពាល់ជាមួយនឹងបញ្ហាជង្គង់ច្រើនអញ្ចឹងដើម្បីកាត់បន្ថយហ្នឹងគាត់ក៏ទិញក្តារងឿខែឈើបាទខែឈើដាក់នៅជាន់ផ្ទាល់ដីដើម្បីឲ្យម្ដាយគាត់សម្រាប់ហើយគាត់ក៏បំពាក់កាមេរ៉ា CCTV កាមេរ៉ាការពារសុវត្ថិភាពហ្នឹងភ្ជង់មកចំម្ដាយរបស់គាត់អញ្ចឹងយកបរិវេណមួយដែលមើលពីម្ដាយរបស់គាត់ទៅពាក់កណ្ដាលផ្ទះខាងមុខបាទអញ្ចឹងក្នុងករណីហ្នឹងបើម្ដាយគាត់មានបញ្ហាអីទូរទស្សន៍ផ្សារភ្ជាប់ទៅបន្ទប់បងស្រីរបស់គាត់អញ្ចឹងបងស្រីរបស់គាត់ជាអ្នកធ្វើគាត់ជាអាជីវករលក់នៅក្នុងផ្សារគាត់ត្រូវតែងើបតាំងពីព្រលឹមហើយម៉ោង3ម៉ោង4គាត់មកត្រូវរៀបចំអាហារគាត់មកត្រូវអីអញ្ចឹងដើម្បីត្រៀមខ្លួនអញ្ចឹងគាត់តែងតែភ្ញាក់មើលឲ្យតែគាត់ងើបកណ្ដាលយប់ទៅបត់ជាងតូចអីគាត់ត្រូវមើលទូទស្សន៍ហ្នឹងហើយដើម្បីឲ្យដឹងថាអូម្ដាយគាត់នៅសុខទុក្ខល្អទេអត់មានបញ្ហាអីទេតែមានហេតុការណ៍មួយ
នៅពេលដែលគាត់ចាប់ផ្ដើមធ្លាក់ខ្លួនឈឺវឹកអ្នកផ្ទះហ្នឹងចាប់ផ្ដើមទិញរបស់បើឲ្យញ៉ាំហើយឧទាហរណ៍ដូចជាទឹកត្រជាក់កម្មស៊ុបអីចឹងទៅហ្នឹងហើយរបស់ថ្នាំចិនអីចឹងទៅបាទប៉ុន្តែអត់ឃើញអាការៈប្រសាទៅណាទេនៅតែប៉ុណ្្នឹងមានយប់មួយនៅពេលដែលបងស្រីរបស់គាត់លើកទី1ដែលបត់ជើងងើបឡើងបត់ជើងយប់ឡើងណាម៉ោងប្រហែល12អញ្ចឹងទៅពួកគាត់គេងលឿនម៉ោង12អញ្ចឹងទៅឃើញម្ដាយរបស់គាត់ធម្មតាស្រាប់តែគាត់ងើបលើកទី2ប្រហែលជាម៉ោង3ទៅម៉ោង4ឃើញម្ដាយគាត់ស្លាប់នៅលើឥដ្ឋបាត់ហ្នឹងដួលនៅលើឥដ្ឋអត់ដឹងថាមូលហេតុអីដួលលើឥដ្ឋក៏ឆ្លេឆ្លាពេញផ្ទះជូនម្ដាយរបស់គាត់ទៅពេទ្យបាទជូនទៅពេទ្យដឹងពេទ្យថាម៉េចសំណាងមែនតើបើសិនជាម្ដាយរបស់គាត់មកយឺតជាងនឹងតែ30នាទីទៅអស់ជីវិតហើយព្រោះមនុស្សចាស់ខ្យល់កោអញ្ចឹងយើងអត់ដឹងថាតើគាត់ខ្យល់កោពីម៉ោងប្រហែលទេប៉ុន្តែគ្រាន់តែពេទ្យប្រាប់ថាហេងមែនតើបើមកក្រោយនឹងតែកន្លះម៉ោងឯងគ្រូណាបើដួលធម្មតាយើងគិតថាវាមិនអាចទេណាបាទតែនេះខ្យល់កោគឺតែជួយអត់ទាន់គឺផុតដែរបាទហ្នឹងហើយអញ្ចឹង30នាទីក្រោយគឺអាចប៉ះពាល់ដល់ជីវិតអញ្ចឹងគាត់ក៏បានកេងពេទ្យអីចឹងទៅឃើញថាអាការៈព្យួរសរោមព្យាបាលមួយរយៈគាត់ក៏ធូរស្បើយមកផ្ទះវិញពេលដែលគាត់មកផ្ទះវិញនេះខ្ញុំជាមួយនឹងភរិយារបស់ខ្ញុំក៏ទេទៅរកគាត់អញ្ចឹងណាទេទៅរកមិត្តភក្តិខ្ញុំថាតោះទៅញ៉ាំអីក្រៅទៅហើយទៅគាត់ក៏ប្រាប់ថាអូម្ដាយរបស់គាត់ដួលទៅអត់មួយទេហើយយើងរាប់អានគ្នាស្និទ្ធដែរអញ្ចឹងណាដូចម្ដាយគាត់ដូចម្ដាយខ្ញុំក៏ប្រាប់ថាអត់អីចឹងខ្ញុំទៅលេងយើងបដូរពីទៅញ៉ាំអីទៅលេងវិញទៅលេងអញ្ចឹងខ្ញុំយកផ្លែឈើមកកន្ត្រកទៅសួរសុខទុក្ខគាត់នេះជាលើកទី1ដែលខ្ញុំទៅដល់ផ្ទះគាត់ណាអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាសម័យឲ្យឃើញថាផ្ទះរបស់គាត់មានសភាពបែបណាជាផ្ទះល្វែងនៅក្នុងទីក្រុងភ្នំពេញណាអញ្ចឹងផ្ទះរបស់គាត់ធម្មតាផ្ទះល្វែងវានៅសល់ដីខាងមុខហើយណោះដីខាងមុខទុកចតឡានទុកអីអញ្ចឹងតែផ្ទះហ្នឹងមានសភាពប្រហែលជា20ឆ្នាំជាងហើយអញ្ចឹងអាសេរីចាស់មានអាសេរីថ្មីខ្នាតរបស់យើងប្រហែល14ម៉ែត្រកម្រមាន16ម៉ែត្រដែរត្រូវទេតែអាសេរីចាស់វាអាច16ម៉ែត្រអីចឹងទៅសល់ដីខាងមុខធំអីចឹងទៅអញ្ចឹងអាដីខាងមុខហ្នឹងគាត់ធ្វើដូចដំបូលស័ង្កសីបិទចិត្តដើម្បីចតឡានខាងក្នុងនឹងបានហើយនៅខាងស្ដាំដៃនៅពេលយើងដើរចូលភ្លាមវាមានប្រទាលដើមឈើអីចឹងទៅតោះខ្ញុំនិយាយយល់ដើរចូលទៅដល់ភ្លាមអ្វីដែលខ្ញុំសង្កេតឃើញមានជាន់ឡៅទឿមួយនៅជាន់ឡៅទឿហ្នឹងពីមុខវាតែងតែមានសញ្ញានៅសល់បន្តិចហើយហ្នឹងហើយអញ្ចឹងគាត់ដាក់កង់ម៉ារបស់គាត់ត្រូវហើយហ្នឹងហើយខាងស្ដាំដៃរបស់គាត់អ្វីដែលខ្ញុំចាប់អារម្មណ៍គឺមានកន្លែងគ្រូសនំសវ៉ាចាប់ទៅលើធ្នើចាប់លើធ្នើគ្រូសនំសវ៉ាដួងកែវមើលទៅឲ្យត្រង់គឺទូឈើទូមានច្រកមួយខាងឆ្វេងដៃដើម្បីដើរទៅជាក្រានបាយមានក្រែមួយដែលជាក្រែរបស់ម្ដាយគាត់ហ្នឹងនៅចំពីមុខទូនឹងតែម្ដងតែរបស់គាត់មានលក្ខណៈរៀងជាអៀតបន្តិចដូចរៀងសុបប្រមុខណាយល់តោះខ្ញុំនិយាយអញ្ចឹងខ្ញុំក៏និយាយគ្នាជាមួយគាត់អីអញ្ចឹងទៅសួរសុខទុក្ខគាត់យកផ្លែឈើជូនគាត់អីអញ្ចឹងទៅតែសម្រាប់ខ្ញុំអត់ថាខ្ញុំអ្នកចេះខ្ញុំអ្នកអីទេអញ្ចឹងសូមបងប្អូនមេត្តាយល់ខ្ញុំមិនមែនអ្នកចេះទេគ្រាន់តែមានអារម្មណ៍ទទួលដឹងថាបងដូចអត់ស្រួលទេអត់ស្រួលទេបងមានអារម្មណ៍ដូចផ្ទះគាត់រៀងស្លុបរៀងlúcងឹតតែបើកភ្លើងអស់ហើយមិនក៏ងឹតចឹងហើយខ្ញុំកេះប្រពន្ធខ្ញុំដែរថាបងមានអារម្មណ៍អត់ស្រួលចឹងណាតមកខ្ញុំក៏អង្គុយយូរទៅជុំមិនក៏ផ្ទះហ្នឹងកាន់ល្ងឹតទៅចឹងអារម្មណ៍ដូចរៀងតិចខុសធម្មតាសលេងកលេចមើលខាងស្ដាំដៃខ្ញុំឃើញអាសនៈគ្រូសនំហ្នឹងណាអាសនៈជាកន្លែងដែលអ្នកជឿគោរពបំផុតអត់មានរឿងអីត្រូវរៀបអត់ស្រួលទេប៉ុន្តែសម័យថាចេះតែបន្ទប់ដាក់ញ៉ៃអញ្ចឹងសធរដងអីត្រូវមានដបូលត្រូវដូចមានជីឡាវគ្រប់សូម្បីជីឡាវហ្នឹងក៏វាដែរតែមានអារម្មណ៍ថាវាអត់ស្រួលហ្មងណាអញ្ចឹងខ្ញុំក៏តែអត់ស្អាតបាទអត់ស្អាតបាទរៀបអត់ស្រួលអត់មានអីគឺបន្ទប់ញ៉ៃអញ្ចឹងខ្ញុំក៏ចាញ់មកវិញខ្ញុំក៏និយាយមួយប្រពន្ធខ្ញុំថាចេះអូណាផ្ទះហ្នឹងដូចអត់សូវស្រួលសោះហើយប្រពន្ធដូចអត់សូវរបៀបងឹតអត់រិស័យតែប្រពន្ធខ្ញុំប្រាប់ថាអើយផ្ទះគេចាស់ហ្នឹងណាចុះ20ឆ្នាំជាងហ្នឹងទាំងពណ៌ថ្នាំទាំងអីវារៀងចាស់ហើយមកពីផ្ទះចាស់ដឹងមកពីពូលអ៊ីវដឹងទៅបានប៉ះពាល់អារម្មណ៍របស់ខ្ញុំថាមិនមែនទេបំពូលអ៊ីវខ្ញុំដឹងថាពូលអ៊ីវហើយ
តែអារម្មណ៍មួយហ្នឹងវាពិបាកនឹងនិយាយវាមានអារម្មណ៍ថាដូចសម្ពាធវាមានសម្ពាធមានស្អីមួយដែលរៀងធ្ងន់ ហ្នឹងគេហៅសធប់ចូលទៅសធប់យើង ហ្នឹងហើយរៀងសធប់ហ្នឹងហើយអូខេយប់ដែលខ្ញុំចេញមកផុតហ្នឹងអ៊ំស្រីចូលពេទ្យទៀតគាត់ទេមកថាអ៊ំស្រីទៅពេទ្យទៀតហើយអញ្ចឹងពេលទៅដល់ពេទ្យក៏ដាក់សេរ៉ូមដាក់អីមួយថ្ងៃពីរថ្ងៃធម្មតាវិញមកដល់ផ្ទះឈឺទៀតអាការៈដដែលអស់កម្លាំងទៅពេទ្យម្ដងទៀតទៅដល់ពេទ្យម្ដងទៀតពេទ្យដាក់អីមកមានមកកម្លាំងដើរធម្មតានិយាយទៅគាត់ទៅមនុស្សធម្មតាទៅដល់ពេទ្យទៅដល់ពេទ្យគឺមនុស្សធម្មតាតែម្ដងយល់អញ្ចឹងក៏យកមកផ្ទះវិញអាការៈដដែលទៀតនិយាយទៅចូលផ្ទះហ្នឹងគឺខ្ទន់ឲ្យតែចូលដល់ផ្ទះគឺអាការៈមកដាក់ដូចដើមហើយដល់ពេលអញ្ចឹងទៅពេទ្យម្ដងទៀតប្រាប់ពេទ្យមកថាឥឡូវ check ឲ្យស្រួលបួសថាម្ដាយរបស់គាត់ហ្នឹងឈឺស្អីខ្លះពេទ្យប្រាប់ថាគាត់អត់ដឹង check មិនទេបើអត់ឈឺអីផងអត់មានឈឺអីទាំងអស់ check អាចមានជំងឺមនុស្សចាស់តែមិនអាចដល់ថាទៅដល់ផ្ទះវាទៅជាមនុស្សផ្សេងវាអាចមានអាហ្នឹងពេទ្យថារបៀបថាឈឺជង្គង់មនុស្សចាស់ហ្នឹងហើយជំងឺមនុស្សចាស់មនុស្សស្រីទៀតណាត្រូវហើយអញ្ចឹងអូតូម៉ាទិកគាត់ត្រូវតែឈឺជង្គង់ហើយតែផុតពីហ្នឹងវាអត់មានជំងឺអីដែលធ្វើឲ្យគាត់អស់កម្លាំងដើរអត់កើតអត់វាថប់អត់មានតែម្ដងអត់មានតលតែសោះអញ្ចឹងក៏បែកកណិតដែរពួកគាត់បែកកណិតណាបែកកណិតទៅរកគ្រូបែកកណិតទៅរកគ្រូចៃដនអីគ្រូគាត់ខ្ញុំថាគ្រូល្អចោះខ្ញុំឲ្យនាមថាជាគ្រូល្អចោះព្រោះគាត់អត់មានបានទាបច្ច័យអីទេគឺដាក់តាមសទ្ធាហើយការពិនិត្យមើលរបស់គាត់និយាយទៅវាដូចពេកដូចខ្លាំងពេកអូខេអញ្ចឹងដឹងអ្នកគ្រូនឹងថាម៉េចទេគ្រូមួយរូបនឹងប្រាប់តែចេះអ្នកដែលនៅក្នុងផ្ទះហ្នឹងណាគឺព្រាយដែលមកតាមពទាលដែលដាំផ្ទាល់ដៃដែលមកពីខេត្តប្រាប់ទាំងខេត្តដែលមកទៀតវាធួតស៊ីគ្នាមកដូចគ្នាបែបបិទពេកគាត់ថាគឺពទាលមួយហ្នឹងអញ្ចឹងពួកគាត់ដឹងអញ្ចឹងណាក៏សុំបរឲ្យអ្នកគ្រូហ្នឹងមកជួយអញ្ចឹងគាត់មិនងាយចាញ់ទេគាត់អត់ងាយចាញ់ទេចៃដន្យអីគាត់ក៏ចេញមកជួយខណ្ឌតាមនឹងសិនមុននឹងដល់ថ្ងៃដែលប្រារព្ធពិធីមុនថ្ងៃគ្រូមកដល់ហ្នឹងហើយមុនថ្ងៃគ្រូមកដល់ពួកគាត់ចាប់ផ្ដើមយកមកពិភាក្សាគ្នាថាអូខេមានរឿងអីគេខ្លះបញ្ហាអីគាត់សួរម្ដាយគាត់មុនគេគាត់សួរម្ដាយគាត់ថាតើហេតុអីបានគាត់ដួលម្ដាយគាត់ប្រាប់ថាអញ្ចឹងអត់ដឹងមិនដែរថ្ងៃនោះគាត់ចង់ងើបទៅបត់ជើងតូចស្រាប់តែមានសម្ោលមួយខ្មៅរុញគាត់ឲ្យសកត់គាត់យកហ្មងអូខ្ញុំនិយាយព្រឺមែនតើខកពោះឃើញទស្សនភាពមួយហ្នឹងណារុញគាត់សកត់គាត់យកគាត់អង្គើខ្លួនអត់រួចហើយគាត់និយាយថារបៀបថាយោអញ្ចឹងណារបៀបអញ្ចឹងហ្នឹងហើយអញ្ចឹងហ្នឹងករណីទី1ករណីទី2បងស្រីរបស់គាត់ហ្នឹងក៏ជួបដែរមិនមែនអត់ជួបទេតែគាត់អត់ជឿអញ្ចឹងគាត់អត់គិតថាធម្មតាគាត់ថាមានថ្ងៃមួយគាត់កំពុងតែធ្វើម្ហូបធម្មតាកំពុងតែឈរធ្វើម្ហូបធ្វើស៊ុបមើលកដៅមើលភ្លើងអញ្ចឹងគាត់មានអារម្មណ៍ថាមានមនុស្សម្នាក់ឈរឲ្យអឺតកមកតាមប្រឡោះស្មារបស់គាត់មើលមកឆ្នាំងសុកថាពងធ្វើអីគាត់ទទួលអារម្មណ៍ដឹងហ្មងថាមានក្បាលមួយអឺតមកសាកសម័យថាដូចមានគេឈរពីក្រោយអឺតហ្នឹងហើយដូចអឺតថាខ្មៅធំមែនទែនហើយអឺតមកអូភឺអឺតមកអញ្ចឹងគាត់មានអារម្មណ៍នឹងព្រាមគាត់កលេចមើលអត់មានមនុស្សទេករណីទី3มันមានអ៊ំមួយខ្ញុំប្រាប់ថាមានអ៊ំមើលម្ដាយគាត់ចាស់ត្រូវទេអូខេមើលម្ដាយគាត់ចាស់ហ្នឹងណាចៃដន្យអីគាត់ប្រហែលជាយល់លេះមិនដឹងឬក៏មិនដឹងនៅអត់កើតមិនដឹងគាត់ជួបរឿងអីមិនដឹងណាគាត់សុំទៅស្រុកវិញដល់ពេលទេទៅសួរគាត់ថាមានរឿងអីអត់គាត់ថាមានប្រទាលមួយមុននឹងប្រទាលនឹងចូលដល់ផ្ទះមុននឹងប្រទាលនឹងចូលដល់ផ្ទះជំនាញផ្ទះមកពីយោសពមកស្ដីឲ្យគាត់ច្អល់មុខសុំទោសខ្ញុំនិយាយឲ្យដូចសំឡេងរបស់គាត់ថាអញ្ចឹងជំនាញថាពួកឯងឈួតទេយកខ្មោចចូលផ្ទះអញ្ចឹងគាត់យោសពឃើញអញ្ចឹងហើយគាត់អត់ដឹងខ្លួនហើយគាត់គិតថាឯងយោសពអញ្ចឹងធម្មតាទៅអត់ប្រាប់អ្នកផ្ទះអត់ប្រាប់អីទាំងអស់ករណីទី3ណាចូលដល់ករណីទី4មិត្តភក្តិខ្ញុំផ្ទាល់នេះគាត់ថាគាត់នៅផ្ទះពេលខ្លះឮសលេងរត់នៅលើឡាយទឿ
ដែលនៅឡៅទឿហ្នឹងគឺទ្វារខូចលឺសំឡេងដូចគេបិទបើកទ្វាររត់ចុះរត់ឡើងលឺសំឡេងជើងច្បាស់មែនតើទាំងនៅក្នុងផ្ទះហ្នឹងមិនមានអ្នកណាម្នាក់ទេថ្ងៃដែលគាត់ថ្ងៃណាខ្លះគាត់ទៅគេងឡៅទឿហ្នឹងណាហើយគាត់ចាក់សោអញ្ចឹងគាត់ខ្ទាស់គាត់របៀបយកខ្សែចងអីចឹងណាគឺគោះយកហ្មងសាហាវមែនតើគឺគោះយកតែម្ដងអញ្ចឹងអាហ្នឹងចប់ប៉ុណ្ណឹងរហូតដល់ថ្ងៃដែលធ្វើពិធីវិចេគាត់ទុកម្ដាយរបស់គាត់នៅពេទ្យអត់ឲ្យមកផ្ទះទេអ្នកគ្រូគាត់អញ្ជើញទៅដល់ពេទ្យតែម្ដងធ្វើពិធីប្រោះព្រំចឹងគាត់សូត្រអីហើយគាត់ប្រោះព្រំលើករាសីបដិញបិទបាំងបល័យរបស់គាត់ចេះរបៀបបល័យបិទបាំងបល័យអីចឹងណាដើម្បីកុំឲ្យខ្មោចនឹងតាមអីទៀតព្រោះមកផ្ទះហ្នឹងអ្នកដែលរាសីខ្សោយជាងគេគឺម្ដាយរបស់គាត់គាត់ចាំងត្រូវទេអ្នកផ្សេងគេរាសីនៅល្អអញ្ចឹងមានតែម្នាក់ហ្នឹងឯងដែលគាត់ដែលខ្មោចព្រាយហ្នឹងដែលអាចយកបានណាអញ្ចឹងក្នុងករណីហ្នឹងហើយព្រោះព្រំបិទបាំងម្ដាយរបស់គាត់ព្រោះទឹកលើរិស័យបងឯងនឹងមានហេតុការណ៍អីបន្ទប់ពេទ្យណាមិនមែនជន់ផ្ទាល់ដីទេណាជន់ទី3ទី4ណាបិទចិត្តទ្វារបិទចិត្តអត់មានប្អួយណាចំហគឺបិទចិត្ត4ប្រជុំបិទចិត្តមាន7បែងមួយហោះចូលអត់ដឹងថាមកពីប្រឡោះណាហោះចូលកលឹងម្ដាយគាត់3ជុំកលឹង3ជុំបាត់អានេះត្រង់ចំណុចហ្នឹងខ្ញុំនឹងនិយាយតិចទៀតដូចគ្នាអូខេអញ្ចឹងផុតពីព្រោះผมឲ្យគេចាប់ផ្ដើមធ្វើយកព្រាយហ្នឹងចេញពីផ្ទះហើយយកព្រាយហ្នឹងចេញពីផ្ទះគេមានកតូងគេធ្វើកតូងគេធ្វើអានគេហៅអីគេកតូងអញ្ចឹងឯណាប៉ែហ្នឹងហើយគេធ្វើប៉ែមានសាច់ឆៅសាច់ឆ្អិនអីចឹងយកចេញទៅអញ្ចឹងណារៀបចំឲ្យអស់លើករិស័យឲ្យអស់មានអ្នកឃើញនៅពេលដែលគ្រូហ្នឹងកាន់ប៉ែឡើងលើឡានណាជីទៅហ្នឹងណាមានព្រាយអង្គុយចិត្តគាត់ទៅតាមប៉ែហ្នឹងគឺមានអ្នកឃើញហើយឃើញច្បាស់ទៀតគឺព្រាយក្បាល8ឃើញច្បាស់ហ្មងហើយជីទៅចប់ហើយអស់ប្រោះព្រំជើញលោកអីមកបោះកំរាលអីប្រោះព្រំហើយអស់ផ្ទះហ្នឹងពេលខ្ញុំទៅដល់ដងក្រោយហ៎បងផ្ទះចាស់តាត់ដែលទាំងអស់តែអារម្មណ៍ផ្សេងគ្នាមួយជាពីរត្រូវអាហ្នឹងវាចឹងឯងអារម្មណ៍ផ្សេងគ្នាមួយជាពីរដែលម្ដាយគាត់មកដល់ទល់រងថ្ងៃហ្នឹងគឺសុខភាពល្អមែនតើហើយខ្ញុំសួរគាត់ថាមិនបានជឿអញ្ចឹងគាត់ថាអញ្ចឹងឥឡូវបើសិនជាកើតឡើងលឿនហ្នឹងឆ្នាំវាយអត់បាត់ពេទ្យប្រាប់ថាអត់មានជំរើសហើយស្រាប់ធ្វើប្រព័ន្ធនេះអស់មិនដល់20រៀលផងហ្នឹងស្រាប់អ្វីប្រែប្រួលនេះហើយមានអ្នកឃើញច្បាស់យកមកប្រាប់ទៀតជឿអត់អញ្ចឹងតែផ្លាស់ប្ដូរពីគាត់មនុស្សមិនជឿសុទ្ធខ្លាយទៅជាជឿអញ្ចឹងតកតងបញ្ហាមួយនឹងដែរទៅលើអបិយជំនឿខ្ញុំចង់ជំរាបជូនបងប្អូនមិនជំរុញឲ្យជឿទេប៉ុន្តែបើអ្នកជឿចាត់ទុកថានឹងជាចំណេះដឹងថ្មីត្រូវចាំថាខ្មោចព្រាយបិសាចនៅពេលដែលនៅក្នុងផ្ទះមិនដែលឧបមាថាគេធ្វើបុគ្គល A ហ្នឹងអញ្ចឹងមិនមែនច្បាស់ថាបុគ្គល A ហ្នឹងអ្នកធ្វើត្រូវទេបើបុគ្គល A ហ្នឹងនៅតែខ្ញុំគិតថាមានអាស្រ័យរឿងដែលខ្ញុំបានចែកម្លែកពីមុនហ្នឹងក៏បាននិយាយដែរថាបើបុគ្គលហ្នឹងនៅមានរិស័យខ្ពស់ត្រូវតែរកអ្នករិស័យទាបជាងគាត់ក្នុងការធ្វើហើយត្រូវហើយបងហ្នឹងហើយបើមិនចឹងធ្វើអត់កើតទេអញ្ចឹងហើយទៅបានជាមនុស្សចាស់អ្វីដែលបារម្ភបំផុតគឺជាមនុស្សចាស់ត្រូវបងបាទអញ្ចឹងបងអាចបញ្យល់បន្ថែមហេតុអីបានជាមនុស្សចាស់ក៏ប៉ុន្តែហ្នឹងគេហៅថាបើយើងមើលតាមរាសីគេហៅថាមនុស្សចាស់វាមើលទៅវាមិនមែនថារាសីមនុស្សចាស់គឺរាសីគាត់ទាបទេបាទកាលហ្នឹងទៀងត្រូវមើលទៅលើថ្ងៃខែឆ្នាំកំណើតរបស់គាត់ទៀតអ្នកខ្លះរាសីទាបពេលក្មេងអញ្ចឹងពេលក្មេងគឺគាត់ឃើញច្រើនតែពេលចាស់រាសីគាត់ខ្ពស់គាត់ទៅជាអត់ឃើញរឿងហ្នឹងគាត់ទៅជាអត់ចាប់អារម្មណ៍ទៅលើរឿងហ្នឹងតែអ្នកខ្លះគាត់មានរាសីទាបពេលចាស់អញ្ចឹងទៅពេលដែលគាត់អាយុបញ្ជនគាត់ដល់ពេលដែលរាសីទាបគាត់អាចនឹងត្រូវពេលគេធ្វើអញ្ចឹងហើយអញ្ចឹងកន្លែងនេះហើយដែលគេចូលចិត្តឲ្យមនុស្សចាស់ពាក់ត្បូងពាក់ខ្សែកអញ្ចឹងយើងឃើញចាស់ចិនណាចិនទៅជឿចិនកាត់ខ្មែរយើងកាត់ចិនណាគាត់ចូលចិត្តពាក់អាបតងខ្សែកស្ដាងហើយពាក់ដល់នេះហើយមានត្បូង5 6ពណ៌ណាបាទអាហ្នឹងគឺសុទ្ធតែមានអត្ថន័យរបស់គេអាហ្នឹងគេហៅថាជួយគ្រប់គ្រងស្ថិរភាពរាសីរបស់គាត់មួយហើយទី2អាត្បូងហ្នឹងគេរើសទៀតគេយក5ពណ៌គេយកពណ៌ដែលត្រូវមួយថ្ងៃខែឆ្នាំកណាគាត់ជាក់ស្ដែងដើម្បីពាក់ឲ្យគាត់ទៅឲ្យគាត់ការពាររាសីរបស់គាត់ហ្នឹងហើយកុំឲ្យគាត់ឃើញអីប្រេះប្រដាប៉ុន្តែមនុស្សយើងនឹងមានរាសីទាបនៅពេលដែលយើងចិត្តផុត
អ្នកណាក៏ឃើញដែរ បាទ ហ្នឹងអាហ្នឹងក៏ជាចំណេះដឹងមួយដែរអ្នកដែលគាត់មានមនុស្សចាស់នៅក្នុងផ្ទះណា បាទ គួរតែមានហើយបើសម្រាប់ហ្នឹងមិញហ្នឹងយើងសម្រាប់អាម៉ាគាត់យាយគាត់ពាក់ខ្សែកតែបើសម្រាប់អាកុងយើងអាចធ្វើជាអញ្ជៀនមាសឲ្យគាត់ក៏បានដែរឬមួយក៏អញ្ជៀនហ្នឹងត្បូងមួយគ្រាប់ទៅក៏ជួយការពាររាសីគាត់ដូចគ្នាដែរចាហ្នឹងក៏ជាចំណេះដឹងមួយដែរ បាទអូខេចឹងតកតងពីបញ្ហាបកមកវិញចឹងបងប្អូនទាំងអស់គ្នាសូមមេត្តាប្រយ័ត្នប្រយែងមែនទែនព្រោះពេលខ្លះរឿងហេតុដែលខ្ញុំបានដឹងមួយចំនួនខ្មោចព្រាយបិសាចដែលចូលមកដល់ក្នុងផ្ទះយើងចេះតែថាអូបើជានាងផ្ទះអ្នកថែរក្សានៅនឹងមិនក៏គាត់ឲ្យចូលចុះបើគេមកតាមម្ចាស់ផ្ទះហ្នឹងអញ្ចឹង case មួយចំនួនករណីមួយចំនួនដែលខ្ញុំបានដឹងរបៀបថាជានាងផ្ទះសួរថាមកតាមណាគេថាមកតាមម្ចាស់ផ្ទះអញ្ចឹងគេអត់មានសិទ្ធអីក្នុងការបិទបាំងទេអញ្ចឹងមានតែឲ្យចូល ហ្នឹងហើយ អញ្ចឹងតាមវិធីណាអានេះជាករណីថ្មីណាអញ្ចឹងបងប្អូនមេត្តាប្រយ័ត្នប្រយែងមែនទេនឹងលេខចំណុចហ្នឹងអាចមកតាមលក្ខណៈដូចជាគ្រឿងសង្ហារឹមដែលយើងទិញប្រភេទគ្រឿងអលង្ការដែលយើងទិញដែលមិនស្គាល់ប្រភពមិនមែនធ្វើថ្មីជ្រឿងតែម្ដងតែទិញឧទាហរណ៍ដូចជាខ្សែអង្កាំដែលមានប្រភពជាឈើ បាទ បាទយើងអត់ដឹងថាឈើហ្នឹងគេយកឈើស្អីមក ក្លឹ ធ្វើ ម ទេ អីក្អូប ក្លឹមអីចឹងទៅអត់ដឹងថាស្អីទេករណីទី2យើងទៅអង្គុយកន្លែងគេថតរូប ឧទាហរណ៍ថាចេះបងដើរនៅលើប្រាសាទឥឡូវខ្ញុំនិយាយថាប្រាសាទបុរាណណាប្រាសាទបុរាណយើងមិនធ្វើពីថ្មច្រើន បាទ អញ្ចឹងអ្នកធ្វើពីថ្មកន្លែងខ្លះវាមានវិញ្ញាណនៅឯកភាពឯងបង មាន មានវិញ្ញាណនៅអញ្ចឹងចៃដន្យអីយើងថតរូបនៅកន្លែងហ្នឹងដោយមិនមានការសុំមានន័យថាអញ្ចឹងខ្ញុំសុំថតកន្លែងហ្នឹងអមចាស់តាំងចាស់ដីអើយខ្ញុំសុំថតកន្លែងហ្នឹងកុំប្រកែប្រកាន់យើងទៅដល់យើងជន់កន្លែងគេឃើញអូឈើដួលកន្លែងនេះទំនងណាឡើងទៅជន់ក្រឹបថតក្រឹបមកតាមរូបថតបណ្ដោយករណីហ្នឹងគឺខ្ញុំបាន មានដែរ បាទដឹងច្រើនគឺមកតាមរូបថតដែលយើងនឹកស្មានដល់អូយើងឃើញព្រៃព្រឹក្សាហ្នឹងអូស្អាតដល់ហើយសមុទ្រឈើទំនងមែនតើថតក្រឹបចៃដន្យអីអានិស័យរបស់យើងហ្នឹងផ្ទាល់ជាមួយនឹងវិញ្ញាណហ្នឹងនៅកន្លែងហ្នឹងឆក់គ្នាបណ្ដោយទាញតាមរូបថតចូលមកដល់ផ្ទះ ត្រូវបងថា បាទ មានណាបងកន្លែងចឹងអញ្ចឹងមិនចង់និយាយថាចែកបងប្អូនយើងខ្លះគាត់អត់ជឿអញ្ចឹងមិនមានគេពាក្យមួយថាបើមិនជឿកុំប្រមាថក៏ប៉ុន្តែពាក្យហ្នឹងវាមិនមែនថាមិនឲ្យយើងបញ្ចេញយោបល់ប៉ះពាល់ទេតែយើងកុំប្រមាថឧទាហរណ៍ខ្ញុំធ្លាប់មានបងប្អូនមួយបងប្អូនគាត់មកលេងណាគាត់មកលេងដល់ប្រាសាទយើងហ្នឹង បាទ ហើយគាត់ដើរឡើងហត់ដើរមកជុំហត់ហើយគាត់ថាចែកហត់ណាមកលេងអីមើលតែថ្មអាយ៉ាចកា3ធ្នេបង ចុះពីកម្មចដាខឿនប្រាសាទខ្ញុំនិយាយទៅអានេះគឺខឿនប្រាសាទត្បូង3ធ្នេមួយម៉ាត់ចប់ចុះពីចដា3ធ្នេបាត់ហើយ បាទ ហ្នឹងមើលថ្មអញ្ចឹងឆ្ងល់ថាចេះមកគាត់មិននិយាយពាក្យហ្នឹងក៏បានដែរតែហេតុអីចង់គាត់ជឿនិយាយធ្វើអី បាទ ហើយចុះបើយើងបដូរពីពាក្យថាមិនជឿទេបែរទៅនិយាយថាសូមឲ្យសុខសប្បាយមួយម៉ាត់ដូចគ្នាតែវាអត់មានការប្រមាថអីទេហ្នឹងអាហ្នឹងក៏ជាចំណុចមួយដែលខ្ញុំចង់រំលឹកថាបើយើងមិនជឿទេឃើញគេធ្វើអីយកក៏យើងកុំទៅនិយាយគេទៅវាអត់មានចំណេញអីនឹងយើងទៅនិយាយហ្នឹងទេ បាទអញ្ចឹងអាត្រង់ចំណុចហ្នឹងដែលខ្ញុំនិយាយដដែលថាมันបខំឲ្យបងប្អូនជឿទេមកស្ដាប់រឿងរាវហ្នឹងអ្នកខ្លះថាអូយហួសហេតុតែមិនជឿដូចរឿងកុនរឿងរបស់បងប្អូនណាអត់បខំឲ្យជឿទេគ្រាន់តែស្ដាប់ថាកំសាន្តទៅតែបើអ្នកជឿដឹងហើយកុំបំពេញជាពិសេសកន្លែងថតរូបកន្លែងណាស្អាតទឹកឈ្មោះទឹកអីហ្នឹងកន្លែងណាដែលនិយាយទៅពេលដែលបងប្អូនវិស្មកាលដើរលេងកុំមុននឹងថតរូបគួរតែសុំឲ្យសុំទៀតលក្ខណៈថាអូនចាស់ទឹកម្ចាស់ដីអើយខ្ញុំសុំថតរូបកន្លែងហ្នឹងកុំប្រកែប្រកាន់អីអញ្ចឹងគេអត់តាមទេតែបើយើងទៅដល់ផ្លាច់តែម្ដងដឹងតែគេតាមមានឱកាសតាម ក៏បើយើងកុំបើថាកុំឲ្យថាយើងខ្ជិលនិយាយច្រើនដងថាយើងចូលដល់បរិវេណហ្នឹងដាក់កូនចៅលោកម្នាក់ថៃរក្សានឹងចាស់ទឹកម្ចាស់ដីកូនចៅមកលេងបរិវេណនេះហើយអញ្ចឹងកូនចៅសុំថតរូបអីខុសតួអីកុំប្រកែប្រកាន់និយាយតែប៉ុណ្ណឹងយើងអាចនេះបានតែយើងកុំពីណាមិនមែននិយាយឲ្យទៅជន់ឆ្លីថែមអាហ្នឹងក៏អត់ទេ បកទៅកន្លែងខ្ញុំនិយាយតាក់ទងមួយ7ពេក មិនទៅបង សំណួរសួរថាតើមានស្អីមកបកស្រាយតើបងប្អូនណាម្នាក់ដែលអាចបកស្រាយប្រាប់ខ្ញុំបានថាហេតុអីបានបន្ទប់ពេទ្យបិទចិត្តមាន7ពេកនៅភ្នំពេញបងបើសម័យ1990ប្រហែលជាសម្បូរ អត់ទេសម្រាប់ឥឡូវលេងហើយ ឆ្នាំនេះខ្ញុំ2022 2023ទៅហម7ពេកណា អត់តែមាន 7ពេកធ្វើឆ្នាំមិនបានទេវាអត់មានហ្មងព្រោះរបៀបព្រៃជ្រៅឬក៏ស្ងាត់ហ្មងទៅមិនមានហេតុអីមិនមាន7ពេក
ចូលមកតែក្នុងចំណុចហ្នឹងនៅពេលដែលបងប្អូនឃើញ7ពេកមិនមែនមានន័យថាជាអំពើខ្មៅទេតាមជំនឿមួយចំនួននឹងអ្វីដែលខ្ញុំបានដឹងដូចគ្នា7ពេកគឺតំណាងឲ្យដួងព្រលឹងឬក៏ផ្លូវបារមីឬក៏សភាវៈដែលល្អហើយបងបាទត្រូវហើយហ្នឹងហើយអញ្ចឹងនៅពេលដែលឃើញ7ពេកហោះចូលមានន័យថា មានដំណឹងល្អ បាទមានដំណឹងល្អមានរឿងដែលល្អឬក៏ជាទេវតាឬក៏ជាអ្នកតាណានិយាយទៅគេអ្នកមកជួយទើបអស់ចូលក៏ប៉ុន្តែរឿង7ពេកក៏ខ្ញុំមានករណីរបស់ខ្ញុំផ្ទាល់ដែរប៉ុន្តែចាំវីដេអូក្រោយៗចាំខ្ញុំចែកហ្នឹងហើយបានប្រិមិត្តថាឲ្យទៀតឡើយអត់ទេគេទុកតែមកចឹងហើយអូខេអញ្ចឹងនេះគឺជាសាច់រឿងរបស់ខ្ញុំសង្ឃឹមថាបងប្អូនចាប់អារម្មណ៍ហើយបើសិនជាបងប្អូនមានប្រហាក់ប្រហែលគ្នាហ្នឹងហើយប្រហាក់ប្រហែលគ្នាខ្ញុំលើកទឹកចិត្តឲ្យបងប្អូនមេត្តាចែករំលែកទោះបងប្អូនមិនមានសាច់រឿងប្រហាក់ប្រហែលគ្នាតែបានជួបនៅរឿងរ៉ាវអមនុស្សទាំងឡាយណាក្នុងករណីណាមួយដែលបងប្អូនគិតថាអាចចែករំលែកបានសូមមេត្តាតាក់ទងមកពួកយើងតាមរយៈ Facebook page ជាអ្វីហើយផ្ញើសាច់រឿងរបស់បងប្អូនមកឥឡូវកុំឲ្យខាតពេលចូលដល់សាច់រឿងរបស់លោកគ្រូម៉ងជពាក់កាលមុនសប្តាហ៍មុនជពាក់បងប្អូនហើយនៅចាំណាវីដេអូពាក់ព័ន្ធនឹងផ្ទះមួយដែលមានគេបើកទ្វារឲ្យខ្ញុំណាបាទចាទៅកាន់មានប្រិមិត្តគាត់ឆាតចូលក្នុង page គាត់សួរថាមិននិយាយចប់ខ្ញុំថានិយាយចប់មិនបើពងតែនិយាយយើងអត់បានឧទ្ទិសឲ្យគេនឹងក្រោយកាមេរ៉ាតែពីលើហ្នឹងទៀតរឿងដែលខ្ញុំស្ដាប់ត្រួសសាច់រឿងហ្នឹងវាហួសនិស័យនឹងយល់ហួសមែនតើវាគឺជារឿងមួយដែលបើសិនជាអញ្ចឹងបាទខ្ញុំអត់សូវចង់និយាយដោយសារតែវាហួសនិស័យពេកអញ្ចឹងបានក្រោយពីយើងបាន vote មែនទេដូចជា vote ឲ្យបងប្អូនថាបើចង់ស្ដាប់រឿងហួសនិស័យអត់ក៏មានអ្នក vote ច្រើនមែនតើដែលចង់ស្ដាប់អញ្ចឹងក៏ជាឱកាសនេះចង់និយាយថារឿងដែលខ្ញុំនិយាយនេះវាពាក់ព័ន្ធជាមួយនឹងអ្វីដែលខ្ញុំជួបផ្ទាល់មិនប្រកាសថាបងប្អូនជួបផ្ទាល់ដូចខ្ញុំទេហើយមួយទៀតចង់ថាបើសិនជាវារន្ធត់ហួសនិស័យនឹងគួរឲ្យជឿសូមឲ្យចាត់ទុកថាវាជាសិល្បៈនៃការស្ដាប់កំសាន្តបែបរន្ធត់ទៅចោះបាទហ្នឹងដូចរោងកុនយើងតែមើលអញ្ចឹងពេលខ្លះក៏ឈុតឆាកខ្លះក៏យើងមិនគួរឲ្យជឿដែរតែយើងនៅតែសប្បាយជាមួយនឹងសាច់រឿងហ្នឹងអញ្ចឹងត្រឡប់មកសាច់រឿងហ្នឹងវិញខ្ញុំសូមនិយាយសារឡើងវិញកាលហ្នឹងខ្ញុំបានទទួលមើលផ្ទះមួយនៅខេត្តហើយយើងក៏ជាទូទៅនៅខេត្តគាត់ផ្ទះហ្នឹងគឺគាត់ទុកចោលទេគាត់អត់នៅទេផ្ទះហ្នឹងអញ្ចឹងម្ចាស់ផ្ទះគាត់នៅភ្នំពេញនេះអញ្ចឹងពួកយើងក៏បានមើល map មើលទីតាំងសម្រាប់យើងរៀបចំធ្វើដំណើរទៅអញ្ចឹងពួកខ្ញុំក៏សុំដោយសារតែចេះមើល map យើងមើលមកឃើញថាផ្ទះហ្នឹងវានៅដាច់ពីភូមិនៅដាច់ពីភូមិគេអញ្ចឹងបើឲ្យផ្ទះហ្នឹងឲ្យទៅមកកាត់ទី3វាស្រែទៀតបានចូលដល់ភូមិគេមានវត្តមានអីអញ្ចឹងទៅអញ្ចឹងយើងក៏ខ្ញុំក៏ចូលទៅ Google View យើង Google View ថតរហូតយើងមើលអស់បានណាឃើញទម្រង់ផ្ទះហ្នឹងយើងក៏សួរថាឥឡូវផ្ទះហ្នឹងមិនមែនលបងហ្នឹងមិនមែនអញ្ចឹងខ្ញុំឲ្យបងប្អូនគិតបន្តិចលបងហ្នឹងយើងមើលអត់ឃើញសាច់ផ្ទះពេញ 100% ទេដោយសារតែលបងហ្នឹងវាលបងឈើលបងថ្មទ្វារប៉ាំងអាស័យទ្វារដែកយើងណាប៉ុន្តែចាស់ហើយខាងមុខហ្នឹងវាមានបន្លាយដូចទៅតាមផ្លូវជាតិ3អីយើងឃើញមានបន្លាយតែមិនមែននៅតំបន់ហ្នឹងណាប្រាប់ឲ្យគាត់ឧទាហរណ៍យល់មុខផ្ទះនៅខាងក្នុងខាងក្រៅហ្នឹងមានដើមឈើដុះសធប់អញ្ចឹងយើងមើលសាច់ផ្ទះឃើញតែតិចទេយើងមើលអត់បានពេញនៅក្នុង Google Map ហ្នឹងយើងក៏ផ្ញើហ្នឹងទៅឲ្យគាត់ confirm ថាផ្ទះហ្នឹងហើយអញ្ចឹងពួកយើងក៏ដល់ថ្ងៃពួកយើងក៏ចេញទៅជាទូទៅខ្ញុំតែងតែចេញរៀងបលឹមដោយសារតែបញ្ញាប់ទៅបញ្ចប់ទៅយើងត្រឡប់មកមានការងារធ្វើតទៀតអញ្ចឹងណាអញ្ចឹងក៏ខ្ញុំទៅដល់នឹងមុនជីដល់ហ្នឹងជីហួសផ្ទះហ្នឹងទៀតជីហួសផ្ទះខ្ញុំក៏បកមកវិញឈប់មកយើងមិនឡានយើងអែបគៀនកង់មួយរៀងនៅផ្លូវដីក្រហមអញ្ចឹងផ្លូវហ្នឹងផ្លូវដីយើងធ្លាប់និយាយថាធ្លាក់ផ្លូវហ្នឹងកង់មួយទៀតនៅលើផ្លូវអញ្ចឹងខ្ញុំក៏ចាប់ដើមដឹងថាផ្ទះហ្នឹងព្រោះយើង confirm គ្នាបញ្ជាក់គ្នានៅក្នុងទូរស័ព្ទហើយខ្ញុំក៏រៀបចុចទៅ call ទៅរកគាត់ស្រែកតែខ្ញុំឃើញគេរត់សោច្រវាក់ហ្នឹងខឹកហើយក៏បើកទ្វារមកឃើញអ៊ំប្រុសម្នាក់ហ្នឹងគាត់ពាក់កម្មាអត់មានពាក់អាវទេល្វែងលឿគឺគាត់លាតអញ្ចឹងតាមបែបអ្នកជនបទស្បែកអីក៏ដូចអ្នកជនបទដែរគាត់ក៏បកដៃឲ្យខ្ញុំចូលខ្ញុំគិតថាអ្នកនៅជាមួយគាត់គេដឹងថាយើងមកឬមកក៏គេផ្ដាំគាត់ឲ្យយាមផ្ទះហ្នឹងអញ្ចឹងគេដឹងថាយើងមកក៏គាត់ចាំបើកទ្វារយើងក៏ចូលទៅក្នុងផ្ទះហ្នឹងហើយគាត់បិទទ្វារវិញធម្មតាដូចយើងទៅផ្ទះហ្នឹងគាត់បិទទ្វារក្រោយទៅយើងចុះពីលើឡានគាត់ឲ្យយើងអង្គុយនៅក្រោមដើមឈើមួយដើមស្វាយដើមឈើវាសតុបច្រើនមុខនៅហ្នឹងហើយនៅហ្នឹងអង្គុយលើអាកៅអីគល់ដូងហ្នឹងហើយនៅលើនៅក្បែរហ្នឹងវាមានតុកឈើទូចមួយនៅហ្នឹងគាត់ក៏មកថាអូលោកគ្រូចិនសែមកឆែកផ្ទះមែនលោកគ្រូខ្ញុំថាហ្នឹងហើយខ្ញុំត្រូវបានម្ចាស់ផ្ទះអញ្ជើញមកឆែកផ្ទះគាត់ថាអត់អីទេចាំខ្ញុំទៅយកទឹកមក
គាត់ក៏ទៅក្នុងហើយគាត់ចេញមកវិញលើកថាមានប៉ាន់តែហើយកែវថ្មអំបែងអាទូចមួយមកឲ្យអញ្ចឹងគាត់ក៏ចាប់ដើមនិយាយមួយខ្ញុំថាផ្ទះហ្នឹងម្ចាស់គេទុកចោលយូរហើយអត់មានអ្នកណាហ៊ានមកទេគេក៏មិនមកដែរអញ្ចឹងទៅតែឃើញលោកគ្រូមកអញ្ចឹងពួកខ្ញុំក៏វាសប្បាយដែរព្រោះផ្ទះហ្នឹងខានមានភ្ញៀវមកលេងយូរហើយខ្ញុំថាអត់អីទេខ្ញុំក៏មិនមែនជាភ្ញៀវអីដែរខ្ញុំគ្រាន់តែជាគ្រូចិនសែមកមើលទៅក្នុងបំណងល្អកែខៃកន្លែងហ្នឹងឲ្យស្អាតបាតតែប៉ុណ្្នឹងឯងស្អីតែមានអ៊ំស្រី2នាក់ទៀតចេញមកដើរចេញមកគាត់មកជំរាបសួរយើងធម្មតានិយាយមួយអូលោកគ្រូចេះលោកគ្រូចុះលោកគ្រូចិនសែអីបោះពិសោធន៍មិនអីចាំយូរហើយម្ចាស់គេនៅពេញអីណានិយាយមួយយើងអស់ស្អីទៅជាពេលដែលអ៊ំនឹងនិយាយជាមួយយើងអ៊ំប្រុសហ្នឹងគឺគាត់ចុះគាត់អត់និយាយគាត់មិនដើរទៅបាត់គាត់មាននៅឈរស្ដាប់យើងតម្រង់ជួរគ្នាណាដល់ហើយអ៊ំហ្នឹងក៏គាត់ចាប់ដើមចលះគ្នាដោយមូលហេតុផ្សេងទៅទុកខ្ញុំចោលម្នាក់ឯងនៅកន្លែងហ្នឹងអញ្ចឹងខ្ញុំក៏ចាប់ដើមអង្គុយមកជ្រុងគឺឃើញផ្ទះហ្នឹងទាំងមូលតែម្ដងដើមឈើដុះធំមានកន្លែងខ្លះដូចសម្រាមដែលបោះអត់ដល់តែផ្លូវចេញចូលគឺនៅស្អាតអត់មានស្នាមកង់ឡានទេហ្នឹងហើយអញ្ចឹងខ្ញុំក៏មើលយូរទៅខ្ញុំជាប់សម័យថាមើលផ្ទះនេះពីដើមប្រហែលជាមានណាមើលទៅនៅតំបន់នេះអញ្ចឹងណាបាទហើយខ្ញុំក៏ចាប់ដើមមើលទៅអត់ឃើញអ៊ំនឹងតឹងចាំមើលមកវិញនៅអ៊ំទៅណាបាត់ទុកឯងនៅម្នាក់ឯងអញ្ចឹងស្រេចលឺឡានបត់ចូលទ្វារហ្នឹងបត់ចូលអត់ទេព្រោះចុះមកដីក្រហមឮសំឡេងកិនដីក្រហមគាត់បើកទ្វារក្រឹបគេឮសំឡេងបើកទ្វារឡានហើយគាត់ថាកាប់ទៀតណានៅហ្នឹងកាប់រហូតសោឲ្យតែចាក់កោសោប៉ុនល្អប៉ុណ្ណាក៏ពួកអាហ្នឹងនៅតែកាប់សោចូលផ្ទះហ្នឹងដល់បានហ្នឹងវាយកស្អីវាខ្ញុំនៅក្នុងផ្ទះហ្នឹងខ្ញុំឃើញគេចាក់សោឲ្យខ្ញុំហេតុអីក៏សោហ្នឹងត្រូវបានគេកាប់ដល់ពេលហើយអ៊ីហ្នឹងគាត់ក៏មកមើលទ្វារហ្នឹងគាត់ថាលោកគ្រូចូលក្នុងផ្ទះបាត់អីហ្នឹងខ្ញុំថាអូខ្ញុំមកចូលតាដល់ហើយគាត់សួរថាអ្នកណាលោកគ្រូចូលមិនខ្ញុំអត់ហ៊ាននិយាយថាអ៊ំឃើញទេព្រោះយើងអត់តន់ជួបគាត់អត់តន់បាននិយាយអីមួយម៉ាត់ទេបើមិនយើងនិយាយថាមានគេទទួលខ្ញុំវាអាក្រក់មើលពេកយើងមិនដឹងប្រវត្តិផ្ទះគេវឹបឡើងខ្មោចបាត់អញ្ចឹងក៏ខ្ញុំថាខ្ញុំឃើញទ្វារបើកក៏ខ្ញុំចូលខ្លួនឯងទៅបាទហ្នឹងហើយអញ្ចឹងក៏មានប៉ាន់តែមានអីអញ្ចឹងគាត់មើលប៉ាន់តែហើយ2នាក់ហ្នឹងគាត់មកអ៊ំស្រីហ្នឹងហើយជាមួយតំណងកូនប្រុសគាត់តែកូនប្រុសគាត់ហើយណាពេលដែលខ្ញុំប៉ាន់ស្មានថាតំណងជាកូនប្រុសហើយនៅក្នុងឡានមានមនុស្សស្រីម្នាក់ដែរអញ្ចឹងមនុស្សស្រីហ្នឹងគាត់អត់ចុះពីលើឡានទេគាត់អង្គុយនៅក្នុងឡានតែដែរគាត់អត់ចុះមកជួបខ្ញុំទេគាត់ចុះមកតែ2នាក់ហ្នឹងទេគ្រាន់តែពីលឺខ្ញុំថាខ្ញុំចូលផ្ទះហ្នឹងបានគាត់ចាប់ដើមមើលមុខគ្នាហើយខ្ញុំចាប់ដើមសង្ស័យថា2នាក់គាត់ប្រហែលជាដឹងរឿងអីហើយបន្ទាប់មកគាត់ឃើញប៉ាន់តែគាត់អត់មាត់ទេគាត់មើលហើយគាត់ធ្វើតម្លាក់ភ្នែកមើលអីធម្មតាគាត់ក៏មិនហ៊ានសួរនាំយើងច្រើនដូចដឹងរឿងបាទខ្ញុំក៏និយាយចែកជាមួយគាត់ខ្ញុំឃើញថាផ្ទះហ្នឹងមិនស្រួលទេព្រោះលងខ្ញុំហើយមែនទេលងខ្ញុំហើយខ្ញុំក៏បញ្ញាប់ឲ្យចប់ខ្ញុំក៏ថាចុះអ្នកមីងយើងដើរមើលជុំវិញផ្ទះមកជុំអីយើងមើលផ្ទះហើយបញ្ញាប់យើងមិនប្រាប់គាត់ថាបញ្ញាប់ទេគ្រាន់ថាយើងធ្វើអីលឿនយើងមើលជុំវិញផ្ទះគាត់ក៏និយាយពីសោវតានថាផ្ទះគាត់អញ្ចេះអីអញ្ចេះឲ្យគាត់ចេះតែល្អថាស្លឹកឈើងាប់ជ្រុះតែរាយអីចឹងគាត់និយាយអាតារីដើរបដើទឹះផ្ទះខ្លួនឯងបដើយោដល់ក្នុងសាច់ផ្ទះហ្នឹងដីធំអញ្ចឹងដីយើងការ៉េជាចាក់តកោនកែងវាមិនមែនការ៉េ4ជ្រុងស្មើទេផ្ទះហ្នឹងវានៅចំហៀងហ្នឹងអញ្ចឹងកន្លែងខ្ញុំចតឡាននៅតែហ្នឹងអញ្ចឹងនៅគៀនហ្នឹងពីមុនមានបឹងតែលោកធ្វើសួនអស់ហើយចាក់ដីស្មើក៏ចូលដល់ក្នុងផ្ទះហ្នឹងអ្វីដែលខ្ញុំចម្លែកដូចខ្ញុំប្រាប់ចឹងវិជាជីវៈខ្ញុំគឺអ្នកម្ចាស់ផ្ទះនាំខ្ញុំចូលក្នុងផ្ទះខ្ញុំអត់អាចដើរមុនម្ចាស់ផ្ទះទេសូម្បីតែឆែកផ្ទះក៏ខ្ញុំត្រូវតែមានវត្តមានម្ចាស់ផ្ទះទៅជាមួយខ្ញុំដែរខ្ញុំអត់អាចទៅឆែកម្នាក់ឯងទេទី1វាខុសវិជាជីវៈទី2វាអសុវត្ថិភាពខ្លួនឯងចូលថាចូលទៅមានរឿងអីកើតឡើងខ្ញុំចិនសែមិនមានបញ្ហាហ្នឹងហើយឬមួយក៏យើងប៉ះលិចប៉ះកើតជាប់ដានមានបញ្ហាក៏យើងមានវត្តមាននៅនឹងដែរអញ្ចឹងយើងប្រុងប្រយ័ត្នដូចគ្នាខ្ញុំក៏ចេះតែឲ្យចលះមកអ៊ំចូលមកអ៊ំបងប្រុសចូលមកមួយខ្ញុំគាត់ចេះតែអាលក្ខណៈចង់បដិសេធថាមិនចូលអាគិចណាដល់ពេលទីបំផុតអ៊ំស្រីនឹងថាចឹងឯងចូលឲ្យកូនប្រុសគាត់ដើរជាមួយខ្ញុំក៏ចាត់ថាចេះកុំតន់អាមមើលក្រោមពួកអត់ស្រួលទេមើលលើមុនតន់មានគ្នាឡើងលើមើលមុនខ្ញុំជៀនជើងដល់ផ្ទះនឹងប៉ាប់បែកឃើញខ្ញុំសន្លឹងមើលទៅផ្ទះដីយើងឃើញមានសម្រាប់មានអីលឹកឈើប៉ាំងចូលប៉ុន្តែនៅកែងផ្ទះគឺខ្ញុំឃើញគល់ចេកដែលមានដោតម្លូហើយធូប3តសៃឲ្យលួយអស់ហើយតែទម្រង់ធូបនៅមានយើងនៅមើលដឹងថាវាគឺជាអីគ្រប់ជ្រុងផ្ទះទាំងអស់កែងផ្ទះគឺមានអាហ្នឹងទាំងអស់យោឡើងចដើក៏មានដែរខ្ញុំឡើងចដើគាត់ឡើងមុន
nhóm bà hay chỉ còn mình khơi ấy thế lang tơ bắp nhóm lang đỏ tròn lơ chỉ là pi cạch nhá lang đỏ cạch nhóm bắp nhóm khơi phải trường tuột pi cù hay miên ở gì đôi cái trần nắm tham bị chương nè nè đôi cái chập trong ngay chân tới nơi kiên nơi lơ pe dương lang đỏ tròn nâng bắp khơi mày trường tuột nơi kiến ý miên cặp bông trường thụ mũi cặp bông trường thụ nâng thơ pi cặp bông đọc cổ khắp vô hay để các bài nó còn miên chơiอย่างไร nhóm còn lại để chạy cái tục năng khơi thằng nơi nó miên bay cái tục ấy ngật bự lử ấy tam bộ ấy khác mất ấy khác lập bài ấy chân tay có dương cho te tục chào dương còn nông niêm chân sai nhưng mà có chuyện đắng này te tục chào bộ dương ở đây mơ ấy chởn ha te đi thở tăng ở đây này đi thở tăng ởนู่นnày thở thật ti tư năng mấy ấy mấy thở ông xá vô đà ra xa na vô đưa môi của vô có bốn nát là mấy cái xong te của kia chẳng mấy cài say te nè chẳng dương có chóp nhóm có đa cho màu nhóm đa cho mắt nhóm bạt bông thỏ nè nhóm có thà có cho bạt hải nhóm có đá cho máu chỉ đá nước mà để ai xong lại chất bộ ớt khơi quạt hay có ớt hiên ớt cái tục kê cho nhưng cho nơi cả đá viền hay dương bật quạt hay dương ớt hiên ớt cái tục bộ Canada để dương ớt cứ dương không hay để sao tại dương chân sai mình để anh tự ớt chẳng mà chắc kẹo nòm vô nơi lên nó hiện một sợi tu hay chỉ mình để tí tại mình để tí vú á bên nữa vô dương có trong xong lại chất là trong màu bình chúng cho mà đo cho đá mà đo cho đá sẽ nhưng mà đo cách hiện bóp cho khổm nhưng khi bài chương mà to pico nó nơi khang khổm đằng vinh hay nhung lang từ lơ mớ ở khi mà chừng thì hay nhung cặp đàn cật hạ cùng phẩm phay khuôn ấy lại tháp để dương láng dương ở chào bảo đảm tham miền họ mò đây cho mà bắp dương có tròn phải chừng đằng này nhưng cho mà bắp té nắng chật thui trong cả đá té vô lấy té nắng về được phun một cái giống đấy té trong thui trong cả đá trứng đào chỗ mắt đó cho đá mà nhưng cho mà bắp nhưng khơi phò để quạt lực bàn tay ở nhóm cho nơi trong thui té nắng này mà đâu cho cái đá thuyền không cho cả đá thuyền nâng mỏng bài mục từ khang khẽ đáy từ lẹ cho khổm đáy thoa mà đai và to mắt quạt đào trên từ khẽ bọt mà hàng năm đầy thời cắt và uội mũi bàn tay ở khơi quạt cắt bụi những gì vô như lại nâng ấy vô nhóm đa ban từ mục thằng Australia hay nhóm khơi sấy nâng còn nơi mục tè nâng ăn cùi bong cái nơi mục tè nâng trong bị mục thuyền nâng cho tới xuân còn là bóng á sấy mà cha te nâng sấy mà cha thế còn lang thì mùi dương tì con bằng cùi này có thương vậy tu sái con bằng cùi này thấy trong mà mình là khơi thổi nó đa chính cứ khơi sấy nâng cùi mà giống có đa thùng lại tao sấy nâng không chất bị phơi đây mình thằng mình phơi tê phèo ai thòng phơi đây cho te miền bầy nè hay mà cha te lấp lô tiệt đường ấy dương mình thấy mấy nè nhóm có từ chuột sấy nè còn là nhóm đá phốt đi cho đá nông pop rồi bọt lẹ bị lơi cho đá cho màu pride nhóm nghĩa lang từ nghĩa tới vi reflect từ mờ khơi sẽ bài chương to đang lẹ cho máu club mà đo hổm nứng hay nâng cầm bông chương thu đại nhóm khơi nè cặp bất điểm mẹ sẽ đợi ấy gì cứ đợi xa tay bông khổ nó còn cho nó còn to lại thật vô lại nâng ấy vô cho mà đo khổm hồi nhớ có chập đam vậy kia được thằng mục tè nhưng mà cho tè đây vậy kia được thằng mục tè nhóm su có tha ông đại chất cho bá thà chọn xong tè nâng nơi vĩnh ông nó ăn món này mơ pi nè câu nó cái mơ kia từ vĩnh màu này nhưng thà ông xong đại chất ở chút bá đó xù nhóm thua cả ông nó còn vậy thà ôi bạn vậy nè muối ơi áo thành vậy thà chọn thua pena hướng màu là hốt nhung đưa xong lên xây mình xây sệt nhung tự chuyện nhung sệt wow hay nhung mơ từ không nán cô bong phò quạt nó hột tới lan phim hay quạt hột tới sệt chạm đai quạt sệt khăng á lại là tha phèo ơi trao vô hay te nâng nếu ta che trăng mà nơi vinh phèo ta ơi trao hơi nơi ta nơi tiết ở biên hướng thế này không nán nó một con quạt bùng thợ tục cua bộ là nó cua là cái nhắm bay cái nhắm ấy là vậy đó cứ vô mình chia mình đúng tiệt tệ cứ ai vậy ban năm mươi dương mơ tới ai sẽ tệ banh hai sẽ tệ có dương ngọt ha vì coi chả được năng là cu dương mơ má cứ dương xong bay tại dương của dương cắt tham miên thường đến cả lần này dương chọc đam vì phiền còn miên banh hai con chả đất rồi mũi cỏ miệng ấy trôi còn xảy ở đây con nó khơi một post là nứt miên chiêm vay cái chọn lan vay ấy là chiêm của chọn đáy cọp bao viên lan nâng pop một post nó lẹ ở lúa đáy con hột lang tên cho đi mùi bạn hột xong bay tại nhóm có chọc ở chọp này hay ở đây nó hột tam và bốn mà đo cả lấy mục tiêu này ông sấy nó có chó quạt mặt sấy quạt sấy đậm mà đáy quạt tiên quạt hai phèo hay thay của mọi mau nơi tầm màu nơi tầm trăng nơi thư hay nơi tại anh tây hay con hột lam bốn quạt lang từ lưỡi nhóm tới tam này vừa búa
ខ្ញុំគិតថាប្រហែលជាគាត់ត្រូវការជំនួយហើយប៉ុន្តែនៅពេលដែលខ្ញុំដើរទៅដល់ចដានឹងខ្ញុំរៀបឡើងខ្ញុំឃើញអ៊ុំស្រី2នាក់កំពុងតែអោនរើសហាវ៉ាន់គាត់ងើបមកវិញគឺគាត់អោនរើសក្បាលគាត់មកពាក់ អូយសុំដកដង្ហើមបន្តិចពេញភ្នែកហ្មងនេះអូ ហើយដូចមកលកាំងអញ្ចឹងហើយយកមកទប់ខ្លួនឯងអញ្ចឹងមកខ្ញុំអត់នៅយូរទេប្រុចរត់ចេញក្រៅវិញច្បាស់ពេកចដាថ្ងៃចេះព្រឹកច្បាស់ពេករត់ចេញក្រៅមកពឹបអ៊ំស្រីនឹងសួតលោកគ្រូថៃអត់បានទេបងអ៊ំផ្ទះហ្នឹងខ្ញុំមិនអោនមិននៅទេបងប្រុសហ្នឹងគាត់ស្រែកពីលើមកព្រោះពេលដងដាមកលោកគ្រូជួយបន្តិចមកលោកគ្រូបងខ្ញុំហៅមិនក៏អត់មកដែរខ្ញុំក៏ឡើងទៅជាមួយអ៊ំហ្នឹងឡើងទៅដល់ក្នុងកតុកក្រោយគេនៅជ្រុងងឹតមួយគឺគាត់ឈរថ្មឹងដូចម៉ាឡាកាំងអញ្ចឹងបើប្តីគាត់ទៅរួយមិនគាត់នៅតែថ្មឹងដូចម៉ាឡាកាំងដែរតោះតែខ្ញុំនិយាយថាបានហើយខ្ញុំចិនសែខ្ញុំឈប់ឲ្យធ្វើផ្ទះហ្នឹងហើយរស់សុករៀងខ្លួនទៅកម្លាំងបុនខ្ញុំម្ចាស់ផ្ទះនៅនេះដែលធ្វើចែកឲ្យអ្នករស់នៅឲ្យអ្នកអញ្ចឹងគាត់ក៏ចាប់ដើមធូរមកវិញបងស្រីហ្នឹងក៏ចាប់ដើមធូរមកវិញចេះកម្រើកអីមកវិញគាត់ក៏ដើរចុះទៅឡានហ្នឹងទាំងធម្មតាចូលទៅអង្គុយឡានហ្នឹងវិញស្លាប់ទៅក្រោយមកគាត់ចាប់ដើមប្តីគាត់ខឹងម្ដាយថាហេតុអីត្រូវមកផ្ទះនឹងវិញឲ្យចេះមួយចុះពីរខ្ញុំក៏ទៅចែកជាមួយគាត់ប្តីគាត់ថាមានរឿងច្រើនណាស់ដែលកើតឡើងលើប្រពន្ធគាត់ធ្លាប់មានការនៅផ្ទះហ្នឹងកាលមុនធ្លាប់ប្រាប់ឲ្យយកកូនចេញកាន់ប្រុកឈាមធ្លាប់យកឡើងអង្គុយលឿនទ្រូងគាត់កាន់កត្រៃរចាក់ប្តីខ្លួនឯងមានធ្លាប់លោតពីលើផ្ទះខាងមុខកន្លែងដែលខ្ញុំឈរហ្នឹងធ្លាប់លោតចុះមកតែត្រូវជាមួយនឹងដោយការហ្នឹងគាត់ថាមានគេផ្ទះគាត់ធ្វើអីវាមានតង់មានអីបានតង់យោងតែដល់ដីដែរប៊ីស្លាប់ដែរមានមួយវគ្គនោះដកកញ្ចក់ខ្លួនឯងដូចជាមានមួយទៀតឡើងដើមឈើហើយអត់ព្រមចុះមកវិញទេច្រើនមែនតើហើយគាត់ថាមានហេតុភេទកើតឡើងលើគ្រួសារគាត់ច្រើនដូចជាមានមួយទៀតដែលខ្ញុំចាប់អារម្មណ៍ហើយវារន្ធត់មែនតើហ្មងដូចជាគេហៅថាយកខ្សែហិតកខ្លួនឯងចំកណ្ដាលផ្ទះយកឲ្យកាន់ខ្សែមកហិតកខ្លួនឯងគាត់ថានៅមានរឿងច្រើនមែនតើដែលកើតឡើងតែអាព្រឹត្តិការណ៍ដែលគាត់យកកូនចេញហ្នឹងគឺជាព្រឹត្តិការណ៍ចុងក្រោយគេដែលគាត់នៅអត់បានហើចេញទាំងអស់ក្នុងផ្ទះហ្នឹងគឺមិនមែនជាផ្ទះទុកចោលទេគឺរបស់ទាំងឡាយគឺនៅនឹងទាំងអស់ហ្មងមានន័យថាម្ចាស់ផ្ទះសមាជិកគ្រួសារហ្នឹងចេញតែខ្លួនទេចានឆ្នាំងសភាគឺនៅតែដែរទាំងអស់គ្រាន់តែដីហុំចិត្តតែប៉ុណ្្នឹងថ្ងៃដល់ហើយពួកយើងនិយាយក៏មានប្រសង់2អង្គមុនមកអ៊ំស្រីហ្នឹងក៏គាត់ស្គាល់ប្រសង់នឹងដែរគាត់ថាអូញោមមកលេងផ្ទះហ៎ផ្ទះហ្នឹងញោមនេះទៅចង់ធ្វើក៏ធ្វើទៅចាំគាត់ថាអាថ្មអញ្ចឹងណាលោកគាត់ជួយអញ្ចឹងខ្ញុំគាត់ថាបកគលភារកិច្ចនឹងជូនប្រសង់ទៅប្រសង់ក៏គាត់ថាកាយទៅមានគេនៅ3នាក់ពេលដែលធ្វើផ្ទះហ្នឹងនៅពេលដែលកាយគ្រឹះធ្វើក្រិចគឹងខ្ញុំនិយាយកិច្ចឲ្យអស់ហើយណាពេលដែលកាយមកគឺនៅកន្លែងដីស្រះគាត់ដែលគាត់ចាក់លុកហ្នឹងគឺមានប្រភូមិ3ដែលនៅក្នុងហ្នឹងគឺមានកោត3កោត3ហ្នឹងគឺកោតរបស់អ៊ំប្រុសហើយនិងអ៊ំស្រី2នាក់ហ្នឹងឯងអត់ដឹងណាគេណោះមូលហេតុចុងក្រោយដែលដឹងគឺប្រពន្ធគាត់នេះចង់បានគេទៅជួលគេឲ្យមកធ្វើរឿងហ្នឹងអញ្ចឹងបានអ្នកទទួលផលគឺប្រពន្ធរបស់បងប្រុសហ្នឹងប្រពន្ធម្នាក់ដែលធ្វើទុកហ្នឹងហើយគាត់ជួលគេឲ្យដាក់អារបស់ហ្នឹងបាទដោយសារតែគាត់គូជាមួយគ្រួសារគាត់ស្រឡាញ់គ្នាម្ដាយមិនពេញចិត្តយល់ទេអញ្ចឹងក៏គាត់ចាប់ដើមមានគំនិតគុំម្ដាយក្មេកខ្លួនឯងហើយទៅជួលគេឲ្យមកធ្វើរឿងនឹងកើតឡើងនៅស្រះហ្នឹងហើយអ្នកដែលធ្វើហ្នឹងក៏ស្លាប់ទៅដែរចុងក្រោយគឺកូនស្រីហ្នឹងអ្នកប្រាប់ខ្លួនឯងនៅពេលដែលកាយឃើញប្រភពហ្នឹងធូហើយអត់ដឹងថាកោនហ្នឹងកោនរបស់ណាគេទេគ្រូគេឲ្យធ្វើគាត់និយាយអញ្ចឹងហើយខ្ញុំក៏អត់សួរនាំអបរិយាកាថាអ្នកណាដែរតបងតហ្នឹងហើយដល់ហើយក៏ផ្ទះហ្នឹងក៏ចាប់ដើមធ្វើឡើងមកធម្មតាសុខសានរហូតទៅច
ចង់ស្អីរឿងហ្នឹងប៉ុណ្ណឹងណោះ ហ្នឹងហើយខ្ញុំអត់និយាយទៀតបើនិយាយទៀតអត់ដល់បច្ចុប្បន្នភាពបងប្អូនចាប់ដើមលេងទៅព្រោះឥឡូវគេធ្វើជា resort ហើយ បានអញ្ចឹងយើងកាត់ធំហ្នឹង ហ្នឹងហើយកាត់ ចាប់ធំហ្នឹង រន្ធត់តែប៉ុណ្្នឹងហ្នឹង រន្ធត់ធំហ្នឹងអូយញាក់សាច់ហ្មងបងប្អូនហើយពេលដែលប្រាប់ខ្ញុំសាច់រឿងហ្នឹងដូចមិនមែនចឹងចេះលាក់គ្នាឯងទៀតណា ជាទូទៅខ្ញុំអត់ដូចខ្ញុំប្រាប់បងឯងចឹងខ្ញុំឃើញខ្មោចក៏ខ្ញុំអត់និយាយអស់ដែរព្រោះត្រាតែខ្ញុំមានការនិយាយមួយដែរអាចនិយាយបានថាយើងដូចខ្ញុំមិញមុនកម្មវិធីខ្ញុំមានអធិដ្ឋានខ្ញុំមានឧទ្ទិសថាខ្ញុំចង់និយាយរឿងហ្នឹងឲ្យអ្នកណារំលឹកដល់អ្នកណាបើខ្ញុំនិយាយអស់ បាទ បើសិនជាក្នុងករណីនេះជាសញ្ញាដែលខ្ញុំធ្លាប់តេស្តខ្លួនឯង បាទ កាលណាដែលនិយាយលេងសើចគឺខ្ញុំអាចមានបញ្ហាខ្លួនឯង បាទ ទៅលើរាសីទៅលើអី1 2 3អញ្ចឹងកុំឆ្ងល់ដែរហេតុអីបាទខ្ញុំអត់សូវខ្ញុំជួយដល់ឯងដឹងស្រាប់ពេលនៅក្រៅពេលនិយាយរឿងអរុខ្ញុំនិយាយខ្លីៗដូច trailer តែដល់ពេលដែលផ្លូវការឡើងកម្មវិធីខ្ញុំនិយាយធំពោះរឿងហ្នឹងមុននឹងនិយាយគឺស្ទប់តែសុំអស់ហើយ ពីលំអិតពេកបាទអញ្ចឹងអរគុណមែនតើសូមបងប្អូនអរគ្នាចាថងចំណុចមួយដែលខ្ញុំអត់ចង់ឲ្យមានពាក្យវាយប្រហារអញ្ចឹងណាឬក៏ក្នុងករណីមួយដែលប្រមាថវិជ្ជាជីវៈបងប្អូនត្រូវយល់ថាមនុស្សម្នាក់ៗមានជំនាញខុសគ្នាដោយបងប្អូនខាងសំណង់ឧទាហរណ៍ចាគាត់ប្រកែសងតែមែនតើឲ្យខ្ញុំទៅធ្វើបានទេធ្វើអត់បានទេត្រូវទេអ្នកខាងកណីគាត់ប្រកែគិតលេងតែឲ្យខ្ញុំទៅធ្វើបានធ្វើអត់បានទេអញ្ចឹងក្នុងករណីហ្នឹងបងគាត់មានចៃដន្យអីគាត់ជាគេហៅបងអង់គ្លេសគេហៅ gifted person ណាជាអំណោយរបស់ទេវតាដែលបកគលជូនឲ្យមានភ្នែកមួយគូដែលអាចមើលឃើញដែលជួបរឿងអស់ហ្នឹងអញ្ចឹងបងប្អូនមួយចំនួនប្រកាសគិតថាអូបោកអញ្ចឹងអត់អីបងប្អូនចាត់ទុកថាជាសាច់រឿងសម័យតាមគាត់ទៅចេញសាច់រឿងមួយដែលអត់អស់លុយក្នុងការទស្សនាឯងតែបើអ្នកដែលជឿសាច់រឿងអស់នេះជាសាច់រឿងពិតដែលអ្នកទាំងអស់គ្នាស្ដាប់ហើយមិនធម្មតាឧទាហរណ៍បើខ្ញុំជាប្តីវិញខ្ញុំកាំងបេះដូងហ្មងហេតុអីទី1គាត់ខ្ញុំសម័យថាចេះអាពងតាកេងលក់ស្រួលប្រពន្ធឡើងជីលឿនទ្រូងហើយទាញរកអូហូយកកន្ត្រៃមកចាក់ខ្លួនឯងហ្នឹងអូយបធូរហើយមកទាំងស្រស់ហ្មងអាហ្នឹងបាច់មើលឃើញខ្មោចទេឃើញមនុស្សមកស្រស់ហ្មង ចឹងមកខ្ញុំចង់និយាយថាចេះខ្ញុំមុននឹងខ្ញុំសោះស្ទាបស្ទង់ហើយថាតើបងប្អូនអាចទទួលយកបានអត់នៅពេលដែលខ្ញុំនិយាយពីអ្វីដែលខ្ញុំឃើញស្ទើរតែ 90% ដែលខ្ញុំនិយាយថាវាហួសនិស័យគួរឲ្យជឿប៉ុណ្ណា សំណាងល្អគេបោះឆ្នោតថាគេចង់ដឹង អត់ទេអត់មានសំណាងល្អទេបើគេបោះឆ្នោតអត់ចង់ដឹងខ្ញុំអត់និយាយ ហ្នឹងហើយអាហ្នឹងខ្ញុំថាសំណាងល្អដែលគេបោះឆ្នោតថាចង់ដឹងអញ្ចឹងយើងនិយាយទាំងអត់មានអីត្រូវលាក់លៀមទេហើយទាំងអស់ហ្មងអញ្ចឹង អូសុំបន្ថែមបន្តិចបានទេពាក់ព័ន្ធជាមួយនឹងក្រោយពីខ្ញុំចេញវីដេអូទៅក៏គេស្ដឹងថាខ្ញុំចិនសែក៏គេហៅខ្ញុំទៅមើលផ្ទះបងប្អូនកុំហៅខ្ញុំទៅមើលផ្ទះដើម្បីឲ្យខ្ញុំមើលខ្មោចណា បាទ ផ្ទះដែលខ្ញុំទៅគឺខ្ញុំមើលឲ្យហើយបើសិនជាក្នុងករណីមានគឺខ្ញុំប្រាប់ថាមានល្អខ្ញុំប្រាប់ថាល្អមិនល្អខ្ញុំប្រាប់ថាមិនល្អ បាទ ប៉ុន្តែគុំរំអុកឲ្យខ្ញុំនិយាយថាផ្ទះហ្នឹងមានខ្មោចហុកហៀងមិន បាទ ធ្វើមិនទៅដេញគេចេញបានទេក៏ប៉ុតខ្ញុំត្រូវតែឆ្លើយនៅសំណួរដែលគេសួរក្នុងវិជ្ជាជីវៈចិនសែក៏ប៉ុន្តែវាជាសំណួរមួយដែលវាពិបាកក្នុងការឆ្លើយហើយវាទើសទាល់ខ្លាំងឧទាហរណ៍ផ្ទះហ្នឹងអ្នកនៅល្អក៏ប៉ុន្តែនៅពេលដែលខ្ញុំនិយាយថាបាយចង់ដេញក៏ដេញទៅគេប្រែទៅជាអាក្រក់ភ្លាម គេខឹងទាំងយើងនឹងគេតាមមនុស្សក៏អញ្ចឹងដែរ បាទ បាទ អាហ្នឹងគឺអញ្ចឹងឯងអញ្ចឹងខ្ញុំមើលបើមានខ្ញុំប្រាប់ថាមានហើយអ្វីដែលខ្ញុំប្រាប់ថាធ្វើតាមគឺធ្វើតាមខ្ញុំទៅគ្រប់យ៉ាងហើយខ្ញុំប្រាប់ថាបើធ្វើតាមខ្ញុំហើយមានហេតុការណ៍បញ្ហាអីអាការៈអីផ្លែកកើតឡើងអាប់ដេតឲ្យខ្ញុំភ្លាមអាហ្នឹងគឺខ្ញុំនឹងប្រាប់បន្តទៀតថាត្រូវធ្វើរបៀបម៉េចអាហ្នឹងគ្រាន់តែជាសារមួយតែពិតវាមិនមែនជាអីតឹងតែងទេគ្រាន់តែថាឲ្យយល់ថារឿងហ្នឹង ចឹងដូចគ្នាចឹងសង្ឃឹមថាបងប្អូនយល់ពីបងងផងកុំឲ្យគ្រាន់តែយើងនិយាយរឿងខ្មោចប៉ុណ្ណឹងយូរទៅមិនមែនហៅទៅមើលផ្ទះក្នុងន័យមើលរិស័យវាទៅជារឿងទៅមើលខ្មោចដើម្បីចាប់ខ្មោចហ្នឹងហើយអ្វីដែលជាអាជីពរបស់គាត់ហ្មងគឺជាចិនសែតែអញ្ចឹងគាត់រៀបផ្ទះរៀបអីចឹងសូមមេត្តាយល់ឲ្យមានបងប្អូនមួយចំនួនគាត់យល់មែនតើគាត់អត់បខំទេគាត់យល់ទុកទរៈប៉ុន្តែមានបងប្អូនមួយចំនួនទៀតអារឿងអត់ត្រូវដឹងទេប៉ុន្តែចង់ដឹងប៉ុន្តែសួរថាដឹងហើយខ្ញុំជឿជាក់ព្រោះខ្ញុំហ៊ានអាងជូនគាត់ហ្មងព្រោះខ្ញុំស្គាល់គាត់ខ្ញុំដឹងហើយថាអាកន្លែងណាដែលចាំបាច់គាត់នឹងប្រាប់អូតូម៉ាទិកបាច់បខំទេតែកន្លែងណាដែលអត់ចាំបាច់បាច់មកអុកគាត់ទេអាហ្នឹងដែលសំខាន់ហើយករណីមួយទៀតដែលភ្ជាប់ទៅជាមួយសាច់រឿងបងឯងតែសាហាវណាដើម្បីគេឪពុក ចឹងខ្ញុំចង់និយាយថាវាមានច្រើនមែនតែនមនុស្សដែលយើងគិតថាមិនគួរឲ្យជឿថាមនុស្សនឹងធ្វើអញ្ចឹងខ្ញុំនិយាយថាមនុស្សគឺគិតឃើញអ្វីគ្រប់យ៉ាងខុសៗគ្នាអាក្រក់ក៏ខុសៗគ្នាដែរ
បាទអញ្ចឹងសម្រាប់ខ្ញុំវិញខ្ញុំអត់ដឹងថាហេតុអីបានកូនម្នាក់រំពឹងគេឪពុកម្ដាយណាយើងមានដៃពីរយើងមានជើងពីរសម្រាប់ខ្ញុំផ្ទាល់ហ្មងខ្ញុំអរគុណឪពុកម្ដាយខ្ញុំដែលឲ្យខ្ញុំហ៊ានចប់ណាដែលដល់កម្រិតមួយដែលល្អដែលខ្ញុំអាចប្រកបវិជ្ជាជីវៈរបស់ខ្ញុំអាចសំទ្របរបស់ខ្ញុំបានហេតុអីត្រូវរំពឹងទ្របរបស់គាត់រហូតដល់ថ្នាក់រំពឹងទ្របតាមផ្លូវត្រូវខ្ញុំអត់ដឹងទេខ្ញុំអត់ហ៊ានអាកាត់តែហេតុអីហ៊ានធ្វើទង្វើបែបហ្នឹងណាដែលប៉ះពាល់មិនមែនត្រឹមតែប៉ះពាល់ដល់គ្រួសារប៉ះពាល់ទៅលើអចលនៈទ្រព្យនឹងផ្ទាល់លទ្ធផលគឺធ្លាក់មកលើខ្លួនឯងរហូតដល់ទាញមាត់ខ្លួនឯងបើខ្ញុំចាំអត់ខុសទេ នឹងឲ្យមាន ទៅដកកញ្ចក់ខ្លួនឯង នឹងឲ្យច្រើនមែន បា តើ ត់បង់កូនរបស់ខ្លួនឯង វាគាត់មានហេតុការណ៍អាក្រក់ច្រើនមែនតើមានយកដៃគោចោះទៅជាខ្លួនឯងទៀតតែគុំនិយាយអីដល់ហ្នឹងគាត់តែសម័យថាវាជាអញនិយាយបានថាជាកម្មពៀមួយនៃគាត់ធ្វើ បាទ វាអក្រក់លើគាត់តែមែនឃើញប្រហោងទៅជាមែន អូសាហាវមែន អញ្ចឹងបានចង់និយាយថាចេះបងប្អូនឆ្លៀតបន្ថែមបន្តិចក្នុងក្បួនចិនផ្ទះយើងមួយណាក៏មានហឹងកងម៉ាដែរ បាទ ការពិតហឹងកងម៉ានេះវាគ្រាន់តែជាទីសក្ការៈមួយដែលអាចឲ្យយើងរំលឹកខ្លួនឯងថាយើងគឺជាបុគ្គលជំនាន់ដែលរស់នៅតតកូលពីគាត់គេដែលគាត់ឲ្យយើងមានប្រមាណបើសិនជាយើងអាចផ្ទេរគេនឹងដល់កូនយើងហើយលើសគាត់ទៀតជំនាន់របស់យើងគឺជាជំនាន់រុងរឿង យល់ តែបើសិនជាយើងមិនគោរពកងដូនតាទេមិនឲ្យតម្លៃហឹងកងម៉ាទេបងប្អូនប្រកាសជាគិតថាសល់គេលក់គេបើសិនជាក្នុងករណីយើងមានដល់ចាស់ទៅយើងត្រូវទេគេរបស់យើងទៅឲ្យកូនស្រាប់តែគេរបស់យើងតិចជាងគេដែលដូនតាយើងឲ្យយើងឬមួយក៏យកគេពីដូនតាយើងឲ្យកូនយើងទៀតមានន័យថាជំនាន់យើងគឺជាជំនាន់ដែលអត់រុងរឿងឲ្យពូជពងវងតកូលទេ អញ្ចឹងយើងគោរពហឹងកងម៉ាមានច្រើនរំលឹកឲ្យយើងធ្វើរឿងល្អរំលឹកឲ្យយើងធ្វើរឿងត្រូវច្បាប់មកចោះដូនតាពីមុនអត់មានដែរអ្នកណាជាប់ទោសទណ្ឌទេមិនជំនាន់យើងមានអ្នកជាប់ទោសទណ្ឌសាងក្នុងទំព័រប្រវត្តិសាស្ត្រគ្រួសារខ្លួនឯងរំលោភគេក៏អត់ដែរមានអីខុសប្រពៃណីក៏អត់ដែរអញ្ចឹងនៅពេលដែលយើងគោរពហឹងកងម៉ាគឺយើងដាស់សតិខ្លួនយើងសាងពូជពងវងតកូលយើងឲ្យរុងរឿងតទៅទៀត ហ្នឹងគឺជាអត្ថន័យនៃការបន់ស្រន់គ្រប់ហឹងកងម៉ាបែបគេហៅថា logic អូខេអរគុណមែនតើសម្រាប់ការតាមដានវីដេអូនេះហើយសង្ឃឹមថាពេញចិត្តហើយគាត់ reveal អស់ហើយគាត់បានបកស្រាយអស់ហើយរឿងហួសនិស្ស័យប្រហែលស្ដាប់ហើយញាក់សាច់អត់បងប្អូនបើញាក់សាច់ comment ពីក្រុមហ្នឹងថាពេញចិត្តណាហើយកុំភ្លេចអសោះបើមានសាច់រឿងខ្ញុំសំណុំពរហ្មងបើមានសាច់រឿងជួយផ្ញើឲ្យពួកខ្ញុំផងពួកខ្ញុំចង់ដឹងមែនតើថា ពួកខ្ញុំអស់រឿងហើយ ចិត្តអស់រឿងជួយបន្ថែមឲ្យពួកយើងបន្តឲ្យមានគេហៅថាសាច់រឿងរបស់បងប្អូនគឺជាសាំងចាក់រថយន្តរបស់យើងឲ្យវាតទៅមុខរហូតហ្នឹងហើយដោយ like អរគុណកុំភ្លេច share វីដេអូមួយនេះឲ្យបានច្រើនហើយយើងជួបគ្នានៅវីដេអូក្រោយ